บ่អត់ទៀតគឺមិនតាមកម្មនឹកឃើញវែងឆ្ងាយ40ឆ្នាំដីព្រៃច័ន្ទតាំងពីចេញពីពោតវេទនាមកដល់នេះឥឡូវល្ងឹតវេទនាទៀតនៃភ្លឺទៅធ្វើនេះធ្វើនោះរកនេះរកនោះគេទៅចេះបានមិនកូនមានចៅអីគេមកជួយចិញ្ចឹមជួយនេះទៅចេះតែបានបើអត់អញ្ចឹងនឹងធ្វើម៉េចខ្ញុំនៅភូមិព្រៃច័ន្ទឃុំអើបុជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យខ្ញុំបាននៅភូមិព្រៃច័ន្ទ40ឆ្នាំហើយតែខ្ញុំនៅភ្លឺរស់ទីម្នាក់ឯងបានដល់ពេលឥឡូវខ្ញុំល្ងឹតតាំងពីឆ្នាំ2000មកដល់ពេលឥឡូវហ្នឹងរយៈ7-8ខែនេះគេជិលាទៅមកខ្ញុំមកដល់នេះតាមរយៈខាងរដ្ឋាភិបាលគេយកឡានទៅដឹកយកមកដាក់វត្តច័ន្ទពីរនេះឯងហើយអត់មានគ្រួសារអញ្ចឹងអ៊ំស្ថានភាពអ៊ំពិការទៀតហើយចាការរស់នៅយ៉ាងម៉េចផ្លាស់ទីយ៉ាងម៉េចអញ្ចឹងខ្ញុំមកនេះបានញាតិមិត្តអ្នកស្រុកនេះហើយបានក្មួយនៅជាមួយដំបាយដំទឹកឲ្យហូបមួយទឹកមួយខោកអីគ្នាក៏ណាស់ថ្ងៃឲ្យយើងមករស់ជាមួយគ្នាមួយគេមួយឯងដូចគេអញ្ចឹងដែរវាមានអីទេប៉ុន្តែថាយើងពិការអញ្ចឹងម្នាក់ឯងវាពិបាកណាស់មួយអើយពិបាកយ៉ាងម៉េចទៅអ៊ំមើលដូចជាពីស្ថានភាពជួបតាំងពីការរត់ភៀសខ្លួនការតាំងពីឮសំឡេងក្របឮអីសំឡេងក្របសំឡេងភ្លេងខ្មោចសំឡេងឆ្កែលូអីសពគ្រប់អស់ហើយដឹងទៅខាងណាបើគេភ្លឺគេព្រុចទៅអស់ទៅយើងល្ងឹតនៅណាដល់គេទៅតាមដល់ផ្ទះគេដឹកដៃទៅដល់កាន់ចានបាយធ្លាក់ពីដៃទៀតថ្ងៃគេបាញ់បានរត់ខាងស្រុកគាត់ទៅហៅគាត់ថាអ៊ំមកខ្ញុំដឹកដៃមកឲ្យឡើងឡានមកខ្ញុំជូនមកដល់វត្តច័ន្ទទីឥឡូវចុងក្រោយនេះមកដល់នេះក៏បានក្មួយនឹងឯងគេមកជួយគេឃើញនៅអង្គុយម្នាក់ឯងអញ្ចឹងគេជួយគេយកមកណារឿងអ្នកភ្លឺទូបីពិបាកយ៉ាងណាក៏គេមើលឃើញគេដើររួចខ្ញុំដើររួចតែវាគ្រាន់តែល្ងិតយើងមើលអត់ឃើញហើយយើងម្នាក់ឯងយើងមានសាច់មានញាតិតែវាអត់មានសាច់បកើតដូចកូនដូចចៅដូចបងដូចប្អូនអញ្ចឹងណាអត់មានទេខ្ញុំចេញពីប្អូនមកខ្ញុំនៅនឹងរហូតផ្ទះខ្លួនឯងហ្នឹងផ្ទះខ្លួនឯងបាននៅសំដីគេនៅកូន